វត្តអន្លង់សំណរមជ្ឈមណ្ឌលព្រះពុទ្ធសាសនានិងបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃវត្តអន្លង់សំណរគឺជាវត្តព្រះពុទ្ធសាសនាដ៏ចំណាស់មួយដែលជាទីគោរពសក្ការៈរបស់ប្រជាពលរដ្ឋក្នុងតំបន់និងជាមជ្ឈមណ្ឌលសម្រាប់ការអប់រំផ្នែកសីលធម៌វប្បធម៌និងប្រពៃណីខ្មែរតាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្នវត្តនេះមិនត្រឹមតែជាកន្លែងសម្រាប់ប្រតិបត្តិធម៌និងបំពេញបុណ្យទានប៉ុណ្ណោះទេប៉ុន្តែក៏ជាទីកន្លែងដែលរក្សាទុកនូវអត្តសញ្ញាណជាតិសិល្បៈស្ថាបត្យកម្មនិងទំនៀមទម្លាប់ខ្មែរដែលបានបន្សល់ទុកពីជំនាន់មួយទៅជំនាន់មួយផងដែរនៅពេលធ្វើដំណើរចូលមកកាន់វត្តអ្នកនឹងបានឃើញក្លោងទ្វារវត្តដ៏ធំស្កឹមស្កៃដែលតុបតែងដោយក្បាច់រចនាខ្មែរយ៉ាងល្អប្រណិតរាល់ចម្លាក់និងក្បាច់លម្អនៅលើក្លោងទ្វារសុទ្ធសឹងតែបង្ហាញពីភាពប៉ិនប្រសប់របស់សិប្បករខ្មែរនិងឆ្លុះបញ្ចាំងពីភាពរុងរឿងនៃសិល្បៈបុរាណក្លោងទ្វារនេះជានិមិត្តរូបនៃការស្វាគមន៍ភ្ញៀវនិងជាសញ្ញាបង្ហាញពីភាពស័ក្តិសិទ្ធិនៃទីអារាមបរិវេណវត្តមានបរិយាកាសស្ងប់ស្ងាត់ខ្យល់អាកាសបរិសុទ្ធនិងមានដើមឈើធំផ្ដល់ម្លប់ត្រជាក់ដែលធ្វើឲ្យអ្នកមកទស្សនាមានអារម្មណ៍សុខសាន្តនិងស្ងប់ចិត្តទីធ្លាវត្តមានផ្លូវចូលធំទូលាយងាយស្រួលសម្រាប់ពុទ្ធបរិស័ទនិងភ្ញៀវទេសចរចូលមកធ្វើបុណ្យឬទស្សនាកម្សាន្តតួនាទីរបស់វត្តក្នុងសង្គមវត្តអន្លង់សំណរគឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយក្នុងការបណ្ដុះបណ្ដាលសីលធម៌និងព្រះធម៌ដល់ពុទ្ធបរិស័ទព្រះសង្ឃក្នុងវត្តតែងតែបង្រៀនអំពីគុណធម៌ការធ្វើអំពើល្អការគោរពឪពុកម្ដាយការរស់នៅដោយសន្តិភាពនិងការរួបរวมគ្នាក្នុងសង្គមក្រៅពីនេះវត្តក៏ជាទីកន្លែងរៀបចំពិធីបុណ្យសាសនាធំជាច្រើនដូចជាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរពិធីបុណ្យភ្ជុំបិណ្ឌពិធីបុណ្យកាន់បិណ្ឌពិធីបុណ្យវិសាខបូជាពិធីបុណ្យមាឃបូជាពិធីបុណ្យយកខន្ទានពិធីបុណ្យផ្កាប្រារាល់ពិធីបុណ្យទាំងនេះតែងមានការចូលរួមយ៉ាងច្រើនពីប្រជាពលរដ្ឋដែលបង្ហាញពីសាមគ្គីភាពនិងការរក្សាប្រពៃណីជាតិឲ្យនៅគង់វង្សស្ថាបត្យកម្មដ៏ស្រស់ស្អាតអគារនានានៅក្នុងវត្តត្រូវបានសាងសង់តាមរចនាស្ថាបត្យកម្មខ្មែរដែលមានដំបូលច្រើនជាន់ក្បាច់ចម្លាក់លម្អយ៉ាងវិចិត្រនិងរូបចម្លាក់ព្រះពុទ្ធដែលមានភាពស្រស់ស្អាតព្រះវិហារក៏ដេកសាលាធម្មសភានិងសំណង់ផ្សេងសុទ្ធតែបង្ហាញពីភាពរឹងមាំនិងភាពរុងរឿងនៃសិល្បៈខ្មែរការអប់រំនិងការអភិវឌ្ឍសហគមន៍ក្រៅពីការបង្រៀនព្រះធម៌វត្តអន្លង់សំណរក៏ជួយលើកកម្ពស់ការអប់រំនិងការអភិវឌ្ឍសហគមន៍ផងដែរវត្តតែងរៀបចំកម្មវិធីអប់រំសិលធម៌កម្មវិធីសប្បុរសធម៌ជួយជូនក្រីក្រជួយសិស្សានុសិស្សដែលខ្វះខាតនិងចូលរួមក្នុងសកម្មភាពសង្គមផ្សេងដែលមានប្រយោជន៍ដល់ប្រជាពលរដ្ឋតម្លៃខាងវប្បធម៌វត្តអន្លង់សំណរគឺជាកន្លែងដែលរក្សាទុកនូវអត្តសញ្ញាណខ្មែរទាំងផ្នែកសាសនាវប្បធម៌ប្រពៃណីនិងសិល្បៈក្មេងជំនាន់ក្រោយអាចមកសិក្សាស្វែងយល់អំពីប្រវត្តិសាស្ត្រសាសនានិងទំនៀមទម្លាប់ខ្មែរតាមរយៈសំណង់សិល្បៈនិងពិធីបុណ្យផ្សេងដែលត្រូវបានប្រារព្ធឡើងជាប្រចាំការអញ្ជើញមកទស្សនាសម្រាប់អ្នកដែលចូលចិត្តទេសចរបែបវប្បធម៌និងសាសនាវត្តអន្លង់សំណរគឺជាទីកន្លែងដែលគួរមកទស្សនាយ៉ាងហោចណាស់ម្ដងនៅទីនេះអ្នកនឹងបានស្រូបយកបរិយាកាសស្ងប់ស្ងាត់សម្រាប់ស្ថាបត្យកម្មខ្មែរនិងទទួលបានអារម្មណ៍ជ្រះថ្លាតាមរយៈការគោរពបូជានិងការស្ដាប់ព្រះធម៌សេចក្តីសន្និដ្ឋានវត្តអន្លង់សំណរមិនមែនគ្រាន់តែជាវត្តអារាមសម្រាប់ការគោរពបូជាប៉ុណ្ណោះទេប៉ុន្តែជាមរតកវប្បធម៌ដ៏មានតម្លៃដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សព្រះពុទ្ធសាសនាសិល្បៈស្ថាបត្យកម្មនិងប្រពៃណីជាតិខ្មែរវត្តនេះនៅតែជាបេះដូងនៃសហគមន៍ជាកន្លែងប្រមូលផ្ដុំសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទនិងជាសក្ខីភាពនៃការរីកចម្រើនរបស់ព្រះពុទ្ធសាសនានៅក្នុងសង្គមខ្មែរ សូមជួយ like comment share ដើម្បីទទួលបានវីដេអូថ្មីទៀត